បងប្អូនទាំងអស់គ្នានេះគឺឆាបង្គាជាមួយនឹងដើមខាត់ណាផ្កាបងប្អូនហើយគ្រឿងផ្សំយើងមានប័រមានខ្ទឹមសមានតែផ្កាខាត់ណាដើមហ្នឹងទេហើយនឹងបង្គាអត់មានការ៉ុតដោយសារអស់ពីទូទឹកកករលេងអត់បានទិញទុកចាអត់នៅផ្ទះហើយនៅយើងឆាជាមួយប្រេងអូលីវមកចាឲ្យក្មេងចាបើមនុស្សធំយើងឆាប្រេងឆាក៏បានដែរចំពោះក្មេងយើងឆាប្រេងណាដែលល្អតិចទៅចាហើយបើមានប្រេងអត់មានប្រេងអូលីវយើងឆាខ្លាញ់ជ្រូកក៏បានហើយនឹងខ្ញុំចូលចិត្តឆាខ្លាញ់ជ្រូកតើបងប្អូនចាយើងចំហៀវខ្លាញ់ជ្រូកហើយយកមកឆាចាហើយខ្លាញ់ជ្រូកនឹងប្រើមានប្រយោជន៍ច្រើនជាងប្រេងដែលយើងទិញនៅលើទីផ្សារទៀតតាប៉ុន្តែជ្រូកឥឡូវយើងពិបាកទិញដែរដោយសារភាគច្រើនជ្រូកនាំចូលអញ្ចឹងបងប្អូនចាហើយនេះកំពុងតែឆាឲ្យសមាចូលមកឆាចាំមកកាន់ចានមកកាន់អីទុកដួម្ហូបនឹងយកទៅញ៉ាំដោយសារមកពីភ្នំពេញហៅបាយអញ្ចឹងក៏ឆាម្ហូបនឹងឲ្យសមាញ៉ាំទៅនៅគេកំពុងកាន់ចានដើម្បីយកម្ហូបនេះម្រាមដៃទូចៗនៅខាងស្ដាំកំពុងឆោកាន់ហើយម្ហូបកំពុងក្តៅឥឡូវឆាឆ្អិនហើយបងប្អូនអើយអរគុណ